ឡើងទូដោយមុខខាំចឹងទៅហើយយូរទៅវាបាយទៅពេលហើយខ្ញុំទៅប្រើទៅពេទ្យរ៉ាក់ទៅពេលហើយប្រើថ្នាំគេហ្នឹងទៅជាស្ទុះឡើងពេញខ្លួនកាន់តែខ្លាំងទៅទៅហ៊ានចឹងមិត្តភ័ក្តិគេអត់សូវហ៊ានដើរមួយអ្នកខ្លាចគេដើរចឹងគេសួរថាអើយមិនមានអារម្មណ៍មិនដែរពេលខ្លួនកើតចឹងអាណិតខ្លួនអត់ចង់ហ៊ាននិយាយប្រាប់គេថាអាណិតខ្លួនឯងពេកតែនិយាយមិនខ្លោចក្នុងខ្លួនពេលកើតចឹងមកគួរណាមកចឹងហើយអាណិតម៉ាក់ប៉ាផងគាត់ខំរកលុយមកចឹងខ្ញុំហើយមកគាត់រកលុយមើលជំងឺខ្ញុំហើយលោកអស់លុយពីខ្លួននេះខ្ញុំអត់សង្ឃឹមថាជាព្រោះអីវាដល់ថាមើលទៅចេះតែធ្វើទៅមិនដឹងជំងឺអីក៏អត់ប្រកបស្អីក៏អត់ប្រកបមើលទៅអត់មានខំថាកូននឹងជាមិនដឹងគិតផ្លូវណាហើយមិនដឹងយកទៅណាអីទៅណៃមានអារម្មណ៍តែពិបាកចិត្តគិតយូរទៅឡើយចង់ធ្វើអីទាំងអស់នៅអង្គុយមើលទៅមុខកូនម្លក់កូនហ្នឹងណាលួចយំខ្លួនឯងហ្នឹងមកឲ្យកូនដឹងឯងខ្លាចកូនវាបាក់ចិត្តទុកចិត្តទៅដេកយំខ្លួនឯងហ្នឹងនឹកឃើញមិនដឹងគិតផ្លូវណាពីអ្នកប្តីពុនប៉ាខ្ញុំគាត់ថាឡើងអើយគាត់ថាមិនបាច់ទៅរៀនទេម៉ាក់គាត់ចេះអាណិតគាត់ចង់ឲ្យទៅរៀនពួកខ្ញុំចង់រៀនប៉ាខ្ញុំគាត់ថាមិនបាច់ទៅរៀនទេទៅរៀនទឹកអីបើជំងឺពងឈឺអញ្ចឹងឡើយទៅឲ្យគាត់សួរខ្ញុំផ្ដាច់ការគាត់សួរផ្ដាច់ការគាត់ថាឥឡូវអើយស្រឡាញ់ជីវិតហើយគាត់ស្រឡាញ់ការសិក្សាបើស្រឡាញ់ការសិក្សាគាត់ហើយគាត់ក៏ខឹងខ្ញុំដែរគាត់អត់សូវនិយាយរកខ្ញុំពីថ្ងៃឯងកម្មហឹកហ្នឹងហើយខ្ញុំក៏អត់ដឹងថាម៉េចដែរទៅខ្ញុំចេះនេះចឹងទៅពេលគាត់ទៅធ្វើការបាត់ចឹងខ្ញុំចេះទៅរៀនចឹងហើយពេលមកវិញចឹងគាត់អត់សូវនិយាយមួយខ្ញុំម៉ានេះកម្មហឹកនឹងគាត់ខំខ្ញុំខ្លាំងណាតែម៉ាក់គាត់ចេះអាណិតចេះនឹកឃើញខ្ញុំចង់ទៅរៀនចឹងគាត់ឲ្យទៅជួបមួយប៉ាខ្ញុំពីរដងហើយដោយសាររឿងខ្ញុំណាខ្ញុំចេះអាណិតគាត់ដែរជួបគ្នាខ្ញុំទៅពេលខ្ញុំក៏និយាយមកគាត់ខ្ញុំសូមថាប៉ាអើយខ្ញុំសុំទៅប្រឡងឆុំនេះទេប្រឡងឆុំនេះចប់ហើយឈប់ហើយទៅចិត្តខ្លួនឯងថាមិនគួរណាគាត់ជួបគ្នាដោយសារខ្ញុំណាខ្ញុំគឺជាដើមហេតុដែលធ្វើឲ្យគាត់ជួបគ្នាខ្ញុំប្រចិត្តខ្លួនឯងដែរខ្ញុំមិនដឹងថាមកជិះពេលគាត់ចាស់គាត់មានពឹងណាបានចឹងខ្ញុំនៅព្រោះតែម៉ែប៉ាខ្ញុំមើលថែគាត់ខ្ញុំចឹងគាត់ក៏បែកបាត់ពិបាកចំពោះខ្ញុំខ្លាំងគាត់មើលថែខ្ញុំហូរទៅពេលចឹងមិនបានសងគុណគាត់ខ្ញុំមាននៅមើលថែគាត់ដើម្បីសងគុណគាត់វិញទៅពេលខ្ញុំឈប់គិតខ្ញុំក៏រស់បន្តទៀតទៅហួសពីការស្មានហួសពីការគិតខ្ញុំអហួសពីការគិតហើយខ្ញុំក៏សូមថ្លែងអំណរគុណដល់ជ្រាលជ្រៅជាទីបំផុតរកអ្វីប្រៀបស្មើមិនបានទេក្នុងការដែលឯកឧត្តមបានជួយចៅខ្ញុំឲ្យបានជានេះខ្ញុំអរខ្លាំងណាស់អររកអីប្រៀបបានទេណាស់ហាក់ដូចជារស់ឡើងវិញជីវិតនេះមានអនាគតឡើងវិញដល់ប្រសើរឡើងវិញចៅខ្ញុំនឹងបានរៀនតទៅមុខទៀតអរគុណខ្លាំងណាស់ខ្ញុំសូមថ្លែងអំណរគុណដល់សម្ដេចតេជោហ៊ុនសែននិងលោកជំទាវគតិប្រិទ្ធបណ្ឌិតប៊ុននរនីព្រមទាំងក្រុមគ្រូពេទ្យស្ម័គ្រចិត្តធីតាទាំងអដែលបានយកចិត្តទុកដាក់ជ្រុំជ្រែងចុះមកដល់ផ្ទះនាងខ្ញុំនេះខ្ញុំសប្បាយចិត្តខ្លាំងណាស់រកអីប្រៀបមិនបានទេតែ
ខ្ញុំសូមថ្លែងអ្នកនៅអំណរអរគុណដល់ជ្រាលជ្រៅជូនចំពោះឯកឧត្តមនិងក្រុមគ្រូពេទ្យទាំងអស់សូមជួបតែសេចក្តីសុខគ្រប់ប្រការសូមជួបតែសំណាងល្អបម្រើប្រជាជនជាពលរដ្ឋតទៅមុខទៀត សូមអរគុណសម្ដេចហ៊ុនសែននិងលោកជំទាវតាមរយៈលោកពូហ៊ុនម៉ាណែតនិងអ្នកមីងពេជ្រច័ន្ទមនីព្រមទាំងក្រុមគ្រូពេទ្យស្ម័គ្រយុវជនស្ម័គ្រចិត្តដែលបានជួយមើលថែជាបាលនាងខ្ញុំឥឡូវបានជាសះស្បើយខ្ញុំអរគុណមែនតែនចាជូនពរឲ្យលោកជំទាវអាដាមនិងលោកពូអ្នកមីងមានសុខភាពល្អឲ្យទឹកមកតែមានការរីកចម្រើនតទៅមុខឲ្យប្រទេសយើងមានការអភិវឌ្ឍកាន់តែច្រើនចាសូមឲ្យគាត់គឺពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈបីគ្រឿងគ្រឿង កម្លាំងស្ម័គ្រចិត្តដើម្បីមនុស្សធម៌